រីករាយទិវាអ្នកម្ដាយជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមុននឹងបានចេញទៅញ៉ាំអីគឺថារៀបរៀបចំខ្លួនឯងហ្មងថ្ងៃហ្នឹងតាំងពីកៅអៅស្បែកជើងខោមួកខ្សែកគឺរៀបខ្លួនឯងទាំងអស់ហ្មងហើយសម្រាប់មួកនេះខ្ញុំប្រាប់ថាតែញ៉ាំអីយប់ហ្នឹងបាច់ពាក់តែរៀបថាតតពាក់មួកជើងបានស៊ីជាមួយនឹងខ្សែកហើយអាវគោពេលដែលមកដល់ហាងភ្លាមនឹងកំពុងទៅវីវក់ជាមួយនឹងកន្លែងអង្គុយដោយសារតែដំបងកក់តែ8នាក់ហើយខ្ញុំក៏នាំគ្នាមកថែមអញ្ចឹងគ្នាយើងទាំងអស់13នាក់សម្រាប់ជាមួយយើងក៏យកកន្លែងដែលយើងកក់ដដែល8នាក់ហ្នឹងហើយ5នាក់ទៀតអង្គុយនៅខាងក្រៅវិញអញ្ចឹងទៅខុសគ្នាគ្រាន់តែម្នាក់នៅកតុបម្នាក់នៅខាងក្រៅហើយថ្ងៃទិវាអ្នកម្ដាយផងអញ្ចឹងទៅបន្ទប់ធំគឺថាពេញទាំងអស់ហ្មងភ្ញៀវច្រើនមែនតើហ្មងហើយឥឡូវកំពុងតែនាំហៀបយម្ដាយថាចាប់អីញ៉ាំបដាស្អីបដាសិនចាប់អីញ៉ាំលេងសិនហើយបើកន្លែងនេះជាកន្លែងដែលហៀបយចូលចិត្តជាងគេកន្លែងនំខេកនិយាយទៅហៀបយចូលចិត្តណាប្រភេទនំផ្អែមហ្មងដែលចាប់មកហូបបានបន្តិចហើយក៏ឆ្លៀតមកថតរូបមួយហៀបយហើយដោយសារតែរូបមួយហៀបយពិបាកថតមែនតើហ្មងល្មមទៅត្រូវចិត្តថតមកយើងបានបន្តិចណាហើយបើការតែងខ្លួនរបស់ហៀបយលើលែងពិបាកគឺហៀបយរៀបចំខ្លួនឯងទាំងអស់ហ្មងចាហើយមួកនោះគឺអត់ដោះហ្មងគេថា outfit គេថ្ងៃហ្នឹងគឺត្រូវតែពាក់មួករហូតហ្មងស្បីតែពេលញ៉ាំក៏ពាក់មួកដែរឥឡូវយើងចាប់ផ្ដើមញ៉ាំបដាសម្រាប់ម្ហូបសម្រាប់សាច់អីគេលើកយកមកឲ្យយើងខាងក្នុងរហូតហើយរបស់ដែលខ្ញុំចូលចិត្តញ៉ាំជាងគេគឺសាច់គោជាប់ជាមួយនឹងឆ្អឹងជំនីហ្នឹងអូយឆ្ងាញ់ខ្លាំងមែនតើហ្មងហើយក៏មានជាការឈាជុំគ្នាចាជាមួយប៉ាជាមួយម៉ាក់ចឹងទៅម៉ាក់ខ្ញុំក៏អត់ចេះទេក៏បានតែឈាចឹងទេនិយាយទៅក្តីសុខខ្លាំងមែនតើហ្មងអង្គុយញ៉ាំអីជុំមួយប៉ាម៉ាក់និយាយគ្នាលេងហើយឥឡូវដល់វគ្គដែលខ្ញុំយកផ្កាមកជូនម៉ាក់ខ្ញុំនៅក្នុងថ្ងៃទិវាអ្នកម្ដាយក្នុងថ្ងៃទិវាអ្នកម្ដាយជូនពរឲ្យម៉ាក់សុខភាពល្អសម្រាប់កាន់តែស្អាតអាយុយឺនយូរជាមលប់ដល់កូនដល់ចៅគ្រប់គ្នាចាកូនទាំងអស់គ្នាស្រឡាញ់ប៉ាម៉ាក់ឲ្យកុំឆ្ងល់ថាថ្ងៃនេះឃើញបងខ្ញុំបងខ្ញុំដោយសារតែថ្ងៃនេះគាត់ជាប់ទៅកោះគ្រប់គ្នាចឹងទៅថ្ងៃហ្នឹងគឺមានតែខ្ញុំទេហើយក៏ជូនពរឲ្យម៉ាក់មានស្នាមញញឹមបែបហ្នឹងរាល់ថ្ងៃហ្មងចាហើយសម្រាប់ខ្ញុំក៏អត់ភ្លេចដែររៀងរាល់ថ្ងៃខ្ញុំប្រើជាមួយនឹងដាឡា sunscreen បីការពារស្បែកមុខរបស់ខ្ញុំសម្រាប់ដាឡា sunscreen លាបឆាប់ចូលមុខអត់កោអត់ស្អិតអត់បតាអេពេលដែលលាបឲ្យធ្វើឲ្យស្បែកមុខរបស់យើងនឹងភ្លឺទន់រលោងនិងមានសំណើមហើយលាបបានទាំងផលលាបបានទាំងស្អីក៏បានតាំងពីក្មេងអាយុ4ឆ្នាំឡើងទៅចាបន្ទាប់ពីខ្ញុំជូនផ្កាម៉ាមីហើយហៀបបើក៏គាត់បានធៀមផ្កាដើម្បីជូនម៉ែដោះដូចគ្នាពេលដែលដើរចូលទៅដល់ភ្លាមចាគឺជួបជាមួយនឹងអ៊ីចុងភៅមុនគេអញ្ចឹងហៀបបើក៏បានជូនជាមួយអ៊ីចុងភៅចាហៀបបើស្រឡាញ់ដូចគ្នាឲ្យតែអ្នកនៅផ្ទះចាគឺយាយរហូតមកបន្ទាប់មកក៏ជូនម៉ែដោះរបស់គាត់ហើយបន្ទាប់មកទៀតក៏ជូនជាមួយនឹងអ៊ីចុងភៅម្នាក់ទៀតចានិយាយទៅធៀមឲ្យគ្រប់គ្នាហ្មងហើយបើខាងផងអង្គុយនឹងគឺថាអត់បានទេដោយសារតែថ្ងៃនេះថ្ងៃទិវាអ្នកម្ដាយអញ្ចឹងជូនទៅស្រីទេហើយបន្ទាប់មកទៀតគឺថាកាន់បាច់ផ្កាដើរមកខាងក្នុងកតុបចាជូនជាមួយនឹងយាយមកបាច់ហើយក៏ជូនជាមួយនឹងអ៊ំដូចគ្នាហើយសម្រាប់ថ្ងៃទិវាអ្នកម្ដាយនឹងគឺហៀបយជូនមកផ្ទះមកញ៉ាំអីជុំគ្នាតែម្ដងចាដោយសារតែថ្ងៃហ្នឹងគ្រប់គ្នាអ្នកដែលធ្វើការនៅផ្ទះអត់បានទៅជួបជុំកូនទេអញ្ចឹងហៀបយដើរតួនាទីជាកូនដ៏ល្អចានិយាយទៅយើងនៅផ្ទះជុំគ្នាអញ្ចឹងស្មើនឹងគ្រួសារតែមួយចាហើយងាកមកមើលហៀបយគឺឆ្ងាញ់តែជាមួយនឹងដលងប្រាំងពងរបស់គាត់ទេហើយមកងាកមកមើលខ្ញុំញ៉ាំគឺថាឆ្ងាញ់គ្រប់មុខមកខ្ញុំចូលចិត្តជាងគេដែលសាច់គោជាប់ឆ្អឹងជីនីនេះខ្ញុំឲ្យលេខ1ហ្មងហើយបើបកាហុំជាមួយនឹងហែមហ្នឹងក៏ឆ្ងាញ់ដែរខ្ញុំចូលចិត្តបកាដោយសារបកាហ្នឹងជប់បកាស្រួយហើយអានេះសិតតែសាច់គោនិយាយទៅប្រភេទសាច់គោខ្ញុំចូលចិត្តញ៉ាំប្រហើយនេះខ្ញុំថតតែសកម្មភាពញ៉ាំបានតែបន្តិចទេដោយសារតែជាប់និយាយគ្នាមួយកូនផងមួយប៉ាម៉ាក់ផងហើយឃើញខ្ញុំញ៉ាំច្រើនអញ្ចឹងខ្ញុំអត់ភ្លេចដែរជាមួយនឹងដាឡា fiber មកកញ្ចប់មុនពេលចូលគេហើយបើនិយាយពីខ្ញុំមិនដឹងថាញ៉ាំអស់ប្រមាណប្រអប់ទេកញ្ចប់ឲ្យថ្មីរហូតមកហើយសម្រាប់ខ្ញុំមកថ្ងៃណាខ្ញុំញ៉ាំច្រើនខ្ញុំអត់ភ្លេចទេជាមួយដាឡា fiber មកកញ្ចប់មុនពេលចូលគេដើម្បីជួយថែរក្សារាងខ្ញុំថែរក្សាគីឡូកុំឲ្យឡើងគីឡូលឿនជាតិខ្លាញ់មកទួលខ្លួនពិសេសតំបន់ក្បាលពោះមកនឹងជួយប្រសាបជាតិពុលមកទួលខ្លួននិងបញ្ចេញកាកសំណល់ដែលមិនល្អទាំងអស់តាមការបន្ទោបង់របស់យើងនៅពេលផឹកឡើងហើយក៏ជួយឲ្យស្បែកភ្លឺថ្លារសជាតិឆ្ងាញ់ញ៉ាំហើយគេងលក់ស្រួលទៀតសម្រាប់បងប្អូនអ៊ំពូមីងដែលពិបាកក្នុងការបន្ទោបង់ពី2ថ្ងៃ3 4ថ្ងៃបញ្ចូលបន្ទប់ទឹកម្ដងកុំភ្លេចជាមួយដាឡា fiber ធម្មតាមកកញ្ចប់មុនពេលចូលគេហីព្រលឹមឡើងហើយដឹងតែចូលបន្ទប់ទឹកបន្ទោបង់អស់ពីពោះមកហើយសម្រាប់ដាឡា fiber ញ៉ាំបានទាំងផលញ៉ាំបានទាំងស្រីចាប់កម្មវិធីហ្នឹងគឺថាអត់តន់ទៅផ្ទះទេទៅរកពួកម៉ាក់មកតង់ទៀតចានិយាយទៅអាងតែផឹក fiber ហើយគឺទៅញ៉ាំតទៀតហ្មងអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការមើលវីដេអូនេះបាយបាយ